បងប្អូនដែលតែងតែធ្វើអីមួយខ្លាចគេរិះគន់ធ្វើអ្វីមួយចង់ឲ្យគេគាំទ្រ 100% គេរិះគន់តិចតួចអត់បានហ្នឹងហើយឈឺចិត្តស្អិតទ្រូងហ្នឹងថ្ងៃនេះខ្ញុំមានរឿងនិទានមួយចង់និទានប្រាប់បងប្អូនអរគ្នាថ្ងៃមួយមានពីរនាក់ឪពុកនិងកូនមានលាមួយក្បាលដែលគាត់ទៅទិញនៅផ្សារដើម្បីយកលាហ្នឹងទៅផ្ទះគាត់ក៏បានលាមកគាត់សប្បាយចិត្តយ៉ាងខ្លាំងពីអ្នកឪពុកកូនហ្នឹងគឺគាត់សប្បាយចិត្តយ៉ាងខ្លាំងក៏នាំគ្នាជិះលានឹងទាំងពីរអ្នកឪពុកក៏ជិះកូនទៅជិះក៏ធ្វើដំណើរបានមួយរយៈទៅដល់ភូមិមួយអ្នកភូមិក៏ឃើញពីអ្នកឪពុកកូននឹងជិះលាក៏នឹកអាណិតទៅដល់សត្វលាក៏នាំគ្នានិយាយថាអាពីរអ្នកឪពុកកូននេះពិតជាចិត្តនឹងអត់ល្អមែនឬក៏ចិត្តរិះឆាមែនសត្វលាគ្នានឹងទូចនាំគ្នាជិះទាំងពីរនាក់អត់ចេះអាណិតសត្វលាសោះអ្នកភូមិក៏និយាយចឹងពីអ្នកឪពុកកូននៅពេលដែលឮដូច្នេះក៏អន់ចិត្តយ៉ាងខ្លាំងនៅពេលដែលជិះហួសភូមិនឹងទៅក៏និយាយគ្នាឥឡូវហ្នឹងបើយើងជិះទាំងពីរនាក់ហ្នឹងគេរិះគន់ថាយើងនឹងអត់ចេះអាណិតសត្វលានឹងសោះហើយក៏នាំគ្នានិយាយថាឥឡូវកូនឯងអ្នកជិះទៅពុកអ្នកដើរបដាអ្នកដើរកូនឯងជិះតែម្នាក់បានហើយព្រោះក្នុងនាមទឹកចិត្តឪពុកចង់ឲ្យកូនស្រួលអញ្ចឹងគឺគាត់សុខចិត្តឲ្យកូនជិះហើយឪពុកដើរក៏បន្តដំណើរទៅដល់ភូមិមួយទៀតទៅដល់ភូមិមួយទៀតទទួលការរិះគន់ទៀតថាកូននេះពិតជាអកតញ្ញូមែនឪពុកនឹងចាស់អត់ព្រមឪពុកជិះទេខ្លួនឯងជិះហើយសុខចិត្តឲ្យឪពុកដើរហើយខ្លួនឯងនឹងនៅក្មេងកម្លាំងមាំមួនហើយសុខចិត្តឲ្យឪពុកដើរពីនេះឪពុកកូនលឺទៀតមកដល់ជិះទាំងពីរនាក់អូគេរិះគន់ឥឡូវកូនអ្នកជិះក៏គេរិះគន់ឪពុកដើរគេរិះជន់ក៏ដូរគ្នាម្ដងឥឡូវពុកឯងអ្នកជិះម្ដងទៅកូនអ្នកដើរពុកឯងអ្នកជិះម្ដងកូនអ្នកដើរអ្នកទាំងពីរក៏បន្តដំណើរទៅមុខទៀតទៅផ្ទះប៉ុន្តែត្រូវឆ្លងកាត់ភូមិមួយទៀតពេលទៅដល់ភូមិមួយទៀតហ្នឹងទទួលការរិះគន់ទៀតអ្នកភូមិនាំគ្នាថាឲ្យទៀតថាឪពុកនេះពិតជាអត់គិតគូរដល់កូនទេបានលាមកជិះតែខ្លួនឯងសុខចិត្តឲ្យកូនដើរមើលកូនឡើងនៅតូចហើយខ្លួនឯងហ្នឹងមនុស្សធំហើយចាស់ហើយសុខចិត្តជិះតែម្នាក់ឯងទៅឲ្យកូនដើរពីអ្នកឪពុកកូនក៏អន់ចិត្តយ៉ាងខ្លាំងពេលឆ្លងកាត់ភូមិក៏នាំគ្នានិយាយគ្នាថាឥឡូវយើងធ្វើម៉េចឥឡូវជិះទាំងពីរនាក់អូគេរិះគន់កូនឯងអ្នកជិះក៏គេរិះគន់ថាកូនឯងអកតញ្ញូទុកឲ្យពុកដើរពេលឪពុកអ្នកជិះក៏គេរិះគន់ថាពុកនឹងជាមនុស្សចាស់អត់ចេះគិតគូរដល់ក្មេងឥឡូវមានវិធីមួយកុំជិះទាំងពីរនាក់កុំជិះទាំងពីរនាក់មានន័យថាអ្នកទាំងពីរនាក់បដើរលាទៅផ្ទះទៅដល់ភូមិមួយហ្នឹងក៏គេរិះគន់ទៀតអាពីរអ្នកឪពុកកូននេះបានសត្វលាអត់ចេះជិះសុខចិត្តបដើរពិតជាយ៉ាប់មែនតែនជាទូទៅមានលាគេត្រូវជិះហើយពីអ្នកឪពុកកូនហេតុអីក៏ថ្នមលាហ្នឹងម៉េះមានសត្វលាអត់ចេះជិះនឹងងងអីក៏ល្ងងម៉េះសុខចិត្តបដើរទាំងពីរនាក់អញ្ចឹងពីអ្នកឪពុកកូនលឺដូច្នេះក៏អន់ចិត្តទៀតពិបាកចិត្តទៀតហេតុអីអូគេរិះគន់រហូតអញ្ចឹងពេលដែលឆ្លងកាត់ភូមិហ្នឹងក៏គិតថាឥឡូវធ្វើម៉េចឥឡូវជិះទាំងពីរនាក់អូគេរិះគន់អត់ជិះទាំងពីរនាក់អូគេរិះគន់ជិះម្នាក់ក៏គេរិះគន់ឥឡូវមានវិធីមួយចាប់លានឹងលីហ្មងលីលាអញ្ចឹងក៏នាំគ្នាលើកសត្វលានឹងលីអញ្ចឹងទៅដល់ភូមិមួយគេរិះគន់ទៀតគេនិយាយថាមើលអាឈួតលីលាអត់ធ្វើអីមានលាអំព្រមជិះនាំគ្នាលីអញ្ចឹងសរុបសេចក្តីមកប្រសិនបើយើងមានប្រតិកម្មនឹងពាក្យរិះគន់របស់គេគឺជីវិតយើងប្រកបជាអត់អាចមានសេចក្តីសុខបានទេព្រោះយើងធ្វើអីក៏អត់ត្រូវដែរយើងអត់អាចឲ្យមនុស្ស 100% មកគាំទ្រយើងបានទេពិសេសក្នុងនាមជាអ្នកដឹកនាំ
យើងមើលការបោះឆ្នោតអីផ្សេងនៅប្រទេសមហាអំណាចឬនៅណាក៏ដោយគេត្រូវការតែ50 បូក 1 ទេឬសម្លេងភាគច្រើនទេដើម្បីអាចដឹកនាំប្រទេសបានព្រោះគេយល់ថាអត់អាច 100% បានទេយើងធ្វើអីមួយប្រកាសជាមានអ្នកចូលចិត្តយើងនិងមានអ្នកមិនចូលចិត្តយើងប្រកាសជាមានអ្នករិះគន់និងមានអ្នកសរសើរសំខាន់បំផុតគឺភាគច្រើនទទួលយកយើងឬក៏ភាគច្រើនសរសើរយើងគឺជារឿងដែលល្អបំផុតហើយយើងអត់អាចធ្វើអីមួយតតែ 100% បានទេបងប្អូនត្រូវចាំចឹងសំខាន់តើខ្លួនយើងយល់ថារឿងមួយនឹងត្រឹមត្រូវអត់ខ្លួនយើងយល់ថារឿងមួយនឹងធ្វើឡើងដើម្បីសង្គមអត់យើងយល់ថារឿងហ្នឹងយើងធ្វើដើម្បីប្រទេសជាតិយើងអត់យើងយល់ថារឿងហ្នឹងធ្វើទៅអត់ប៉ះពាល់ដល់គេអត់អាហ្នឹងហើយយើងបន្តធ្វើវាទៅយើងមិនអាចផ្គាប់ចិត្តមនុស្ស 100% បានទេសូម្បីតែព្រះពុទ្ធដែលគាត់ត្រាស់ដឹងជាព្រះពុទ្ធហើយក៏អត់មានអ្នកដែលចូលចិត្តគាត់ឬក៏ធ្វើតាមគាត់ 100% ហេតុអីបានអញ្ចឹងមានមួយក្រុមតាមផ្ចាញ់គាត់រហូតតាមផ្ចាញ់លោករហូតដូច្នេះគឺនៅលើโลกហ្នឹងអត់មានយើងធ្វើអ្វីមួយទទួលបានការគ្រប់គ្រង 100% ឬក៏អត់មានអ្នកជំទាស់ហើយវាតែងតែមានអ្នករិះគន់ខ្លះមានអ្នកជំទាស់ខ្លះជារឿងធម្មតាសំខាន់ឲ្យតែយើងយល់ថារឿងមួយហ្នឹងជារឿងដែលត្រឹមត្រូវរឿងមួយហ្នឹងជារឿងដែលល្អប្រសើរសម្រាប់ជីវិតយើងបន្តធ្វើវាទៅកុំឲ្យមានគ្នា100នាក់មាន99គេគ្រប់គ្រងយើងទៅដេកពិបាកចិត្តជាមួយនឹងមនុស្សម្នាក់ដែលរិះគន់យើងភ្លេចសុវ័យចិត្តជាមួយនឹងមនុស្ស99នាក់អរគុណច្រើនកុំភ្លេចជួយ like ជួយ share ផងក្នុងករណីចង់រៀនមេរៀនជាច្រើនអាចចុះឈ្មោះនៅក្នុងតំណភ្ជាប់នៅក្នុង comment បាន